សញ្ញានានានៃបទល្មើសក្រមលោភលើទំនុកចិត្តត្រូវបានបញ្ញត្តិក្នុងក្រមព្រំទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ2009ចាប់ពីមាត្រា391ដល់មាត្រា396ដែលក្នុងនោះក្នុងមាត្រា391បានចែងទាក់ទងនឹងនិយមន័យនៃការរំលោភលើទំនុកចិត្តថាអំពើរំលោភលើទំនុកចិត្តគឺជាអំពើកេរបំបត្តិមូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយនាំឲ្យខូចប្រយោជន៍អ្នកដទៃប្រព្រឹត្តដោយបុគ្គលណាម្នាក់ដែលគេបានប្រគល់ឲ្យបុគ្គលនោះហើយបុគ្គលនោះបានយល់ព្រមដោយមានភារកិច្ចប្រគល់សង្វេងបង្ហាញឬយកមូលនិធិតម្លៃឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើប្រាស់ជាកំណត់ឧទាហរណ៍លោកបានខ្ចីរថយន្តរបស់លោកយកទៅប្រើប្រាស់មួយរយៈប៉ុន្តែដល់ពេលដែលត្រូវប្រគល់រថយន្តត្រឡប់មកម្ចាស់គេវិញលោកមិនបានប្រគល់រថយន្តឲ្យលោកវិញឡើយបែរជាមានគំនិតទុច្ចរិតយករថយន្តនោះទៅលក់ដើម្បីលេងល្បែងក្នុងករណីនេះលោកបានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តដោយសារគាត់មានចេតនាទុច្ចរិតដោយមិនបានប្រគល់រថយន្តនោះទៅម្ចាស់គេវិញហើយថែមទាំងយកទៅលក់ថែមទៀតពោះទោសដែលត្រូវអនុវត្តវិញអនុលោមតាមមាត្រា392នៃក្រមព្រំទណ្ឌបានបញ្ញត្តិថាអំពើរំលោភលើទំនុកចិត្តត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅ6លានរៀលម្យ៉ាងវិញទៀតបទល្មើសរំលោភទំនុកចិត្តក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលផងដែរការបើអំពើរំលោភទំនុកចិត្តនេះត្រូវបានប្រព្រឹត្តដោយអភិបាលឬអ្នកត្រួតពិនិត្យរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតឬនីតិបុគ្គលមូលនិធិឬបុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឲ្យធ្វើជំនួសនៅកិច្ចការរបស់អ្នកទាំងនេះឬនិយោជិតដែលទទួលអាណត្តិពីនីតិបុគ្គលដែលប្រព្រឹត្តអំពើណាមួយដែលជាការរំលោភលើទំនុកចិត្តក្នុងគោលបំណងទទួលផលប្រយោជន៍ដល់ខ្លួនឬផ្ទៃជនឬក្នុងគោលបំណងធ្វើឲ្យខូចខាតដល់នីតិបុគ្គលហើយបានបណ្ដាលឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់នីតិបុគ្គលនោះមិនតែប៉ុណ្ណោះអំពើរំលោភលើទំនុកចិត្តក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលផងដែរប្រសិនបើគេរកឃើញថាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើសចំពោះស្ថានទម្ងន់ទោសនេះដែរក្នុងមាត្រា394បានចែងពីលក្ខណៈដែលអាចកំណត់ថាជាស្ថានទម្ងន់ទោសបានតតែបទល្មើសនោះប្រព្រឹត្តឡើងដោយបុគ្គលណាម្នាក់ដែលបានធ្វើការអំពាវនាវដល់សាធារណជនដើម្បីទទួលបានមូលនិធិឬតម្លៃសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនឬជាប្រយោជន៍សម្រាប់សហគ្រាសឧស្សាហកម្មពាណិជ្ជកម្មដោយអាណត្តិគីហុករបស់តុលាការឬអ្នកជំនួយរបស់តុលាការនៅក្នុងក្របខ័ណ្ឌនៃមុខងាររបស់ខ្លួនឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួនដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងាររបស់ខ្លួនឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួនបញ្ជាក់ចំណែកការបំពានកាត់ផ្កិច្ចលើការអនុវត្តកិច្ចសន្យារដ្ឋប្រវេណីឬកិច្ចសន្យាពាណិជ្ជកម្មពុំមែនជាកម្មវត្ថុនៃបទល្មើសរំលោភលើទំនុកចិត្តដែលបញ្ញត្តិក្នុងក្រមព្រំទណ្ឌនោះឡើយក្នុងករណីដែលភាគីណាមួយមិនអនុវត្តការ10ដែលមានចែងក្នុងកិច្ចសន្យាភាគីដែលត្រូវបានគេបំពានអាចដាក់ពាក្យបណ្ដឹងទៅតុលាការរដ្ឋប្រវេណីឧទាហរណ៍លោកបានខ្ចីប្រាក់របស់លោកចំនួន$10,000ដោយបានចុះកិច្ចសន្យាខ្ចីបារក់ដោយកំណត់យកថ្ងៃទី10ខែតុលាឆ្នាំ2018ជាពេលដែលលោកត្រូវសងប្រាក់ការកំណត់សងបានមកដល់ប៉ុន្តែលោកពុំបានសងប្រាក់មកសងតាមការកំណត់ឡើយក្នុងករណីនេះអំពើដែលលោកបានប្រព្រឹត្តគឺពុំមែនជាបទល្មើសរំលោភលើទំនុកចិត្តដូចមានចែងក្នុងក្រមព្រំទណ្ឌឡើយប៉ុន្តែសកម្មភាពនេះជាអំពើមិនអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងក្រមរដ្ឋប្រវេណីប៉ុណ្ណោះ